សម័យមួយមានព្រាន3នាក់ធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីចាប់មរឹកពួកគាត់ខំស្វែងរកសត្វអស់រយៈពេលមួយថ្ងៃហើយមិនបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ក្បាលដែលនៅក្នុងសម្បុកចិត្តគ្នាពួកគាត់ក៏ចាប់យកមួយម្នាក់មកចិញ្ចឹមព្រានទាំង3នោះបានគិតគ្នាថាយើងបង្ហាត់បង្រៀនបក្សីទាំងនេះឲ្យបានល្អរួចសឹមយកទៅថ្វាយស្ដេចក្រែងបានលៀបសក្ការៈព្រានម្នាក់ដែលបង្ហាត់ក្ងោកបានបង្រៀនឲ្យចេះរាំចេះក្រាបសំពះឯក្ងោកជាសត្វកំណត់ខ្លីចេះតែធ្វើតាមរហូតដល់ចេះស្ទាត់តាមបំណងរបស់ម្ចាស់ព្រានម្នាក់ទៀតដែលចិញ្ចឹមកូនសារិកាក៏ខំប្រឹងបង្ហាត់ឲ្យរៀននិយាយភាសាមនុស្សសារិកាខិតខំនិយាយតាមម្ចាស់បង្រៀនរហូតដល់អាចនិយាយជាមួយនឹងមនុស្សបានឯព្រានម្នាក់ទៀតដែលចិញ្ចឹមកូនកុកបានបង្រៀនវាតាមបំណងខ្លួនប៉ុន្តែកុកជាសត្វមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយតាមព្រានទុច្ចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមុខជាជាប់ទ្រង់អស់មួយជីវិតហើយលុះក៏ដូច្នេះហើយក៏មិនអើពើនឹងម្ចាស់បង្រៀនឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកខ្វក់ប៉ុណ្ណោះថ្ងៃមួយព្រានទាំង3នាក់យកបក្សីទៅថ្វាយព្រះរាជាទ្រង់តតឃើញបក្សីទាំង3នោះហើយមានព្រះបន្ទូលថាមនាព្រានកូនក្ងោកនេះមានលក្ខណៈពិសេសដូចម្តេចខ្លះម្ចាស់ក្ងោកក្រាបទូលថាបបិទ្ធព្រះអង្គក្ងោកនេះចេះរាំចេះក្រាបថ្វាយបង្គំនិយាយរួចគាត់ក៏បញ្ជាវាឲ្យក្រាបថ្វាយបង្គំព្រះរាជាលុះថ្វាយបង្គំរួចម្ចាស់ក្ងោកក៏បានធ្វើភ្លេងដោយមាត់របស់ខ្លួនវាក៏ពុតពេនរេរាំតាមចង្វាក់ភ្លេងព្រះរាជាទតឃើញដូច្នេះទ្រង់ក៏សោកព្រះハរតីណាស់ហើយក៏បានបញ្ជាឲ្យអាមាត្យចងទុកក្បែរទីនោះទៅបន្ទាប់មកទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសារិកាទៀតអ្នកចិញ្ចឹមសារិកាក្រាបទូលថាបបិទ្ធមហារាជសារិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសារិកានោះនិយាយថ្វាយព្រះរាជាសន្តាប់សូមក្រាបថ្វាយបង្គំព្រះអង្គសូមឲ្យព្រះអង្គមានវចនយឺនយូរពេលព្រះអង្គសន្តាប់កូនសារិកានិយាយហើយទ្រង់សោកព្រះハរតីក៏បង្គាប់ឲ្យអាមាត្យចងទុកក្បែរនោះទៀតហើយចុងក្រោយក៏ត្រាស់សួរទៅអ្នកចិញ្ចឹមកុកម្ដងព្រានក្រាបទូលថាបបិទ្ធព្រះអង្គកុកនេះជាសត្វល្ងង់បំផុតទោះទូបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះឡើយបានតែស្រែកខ្វក់ប៉ុណ្ណោះកុកឮម្ចាស់និយាយដូច្នេះក៏ស្រែកខ្វក់ឡើងព្រះរាជាមិនពេញចិត្តនឹងសត្វកុកនោះទេក៏បញ្ជាអាមាត្យឲ្យដោះលែងវាទៅសត្វកុកកាលបើអាមាត្យលែងហើយក៏ហើរទៅទុំនៅលើកំពូលរាជវាំងហើយនិយាយភាសាមនុស្សទៅកាន់ព្រះរាជាថាខ្ញុំជាសត្វកុកមានប្រាជ្ញាម្ចាស់ខ្ញុំឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណងឯក្ងោកនិងសារិកាជាអ្នកចេះដឹងច្រើនក៏ជាប់ចំណងច្រើនដែរនិយាយរួចកុកក៏ហោះចេញពីទីនោះបាត់ទៅពិតណាស់ការមានចំណេះវិជ្ជានៅក្នុងខ្លួនពិតជាប្រសើរណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្សយើងម្នាក់ៗតែការដែលបង្ហាញសមត្ថភាពរបស់ខ្លួននៅទីដែលមិនសមគួរបែរជាខាតទៅវិញទេដូច្នេះហើយគួរយើងប្រើសមត្ថភាពរបស់ខ្លួនឲ្យកើតជាប្រយោជន៍ហើយឲ្យត្រូវនឹងកាលវេលាព្រមទាំងទីកន្លែងផងដែរ